សុស្ដីលោកតាលោកយាយនិងបងប្អូនជាទីស្រឡាញ់នៅក្នុងផ្ទះបាយខ្មែរយើងមានវីរៈបុរសស្ងាត់ម្នាក់គឺក្រុងទេសដែលមើលទៅសាមញ្ញប៉ុន្តែមានប្រវត្តិវិទ្យាសាស្ត្រជាង4000ឆ្នាំវាមិនត្រឹមតែជារសជាតិហឹរកក់ក្ដៅក្នុងសម្លមួយចានឬជាភាពក្ដៅស្រួលក្នុងតែមួយកែវខ្ញីជាឱសថបុរាណមួយដែលត្រូវបានគេគោរពតាំងពីអารយធម៌ឥណ្ឌារហូតដល់វិធីព្យាបាលសម្ងាត់របស់ចិនលោកតាលោកយាយនិងបងប្អូនធ្លាប់ឆ្ងល់ទេថាតើអ្វីដែលបានធ្វើឲ្យមើមខ្ញីតូចនេះคล้ายជាឱសថទឹកដែលត្រូវបានទទួលស្គាល់ទាំងផ្នែកវិទ្យាសាស្ត្របុរាណនិងការស្រាវជ្រាវសម័យទំនើបអាចកំបាំងគឺស្ថិតនៅលើសារធាតុសកម្មសំខាន់ពីរគឺ gingerol និង sogol សារធាតុទាំងពីរនេះហើយដែលបង្កើតបាននូវរសជាតិហឹរឈ្ងុយពិសេសក្នុងពេលជាមួយគ្នានេះដែរវាគឺជាគន្លឹះដើម្បីបើកទ្វារអត្ថប្រយោជន៍ដ៏ធំសម្បើមរាប់ចាប់ពីការប្រឆាំងអុកស៊ីតកម្មការប្រឆាំងការរលាករហូតដល់ការការពារកោសិកានៅក្នុងវីដេអូថ្ងៃនេះនឹងនាំលោកតាលោកយាយនិងបងប្អូនមកស្វែងយល់ពីគុណប្រយោជន៍សំខាន់ៗរបស់ខ្ញីដើម្បីស្រាយបបាស្រាវជ្រាវបែបវិទ្យាសាស្ត្រនិងស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យដែលលើសពីគ្រឿងទេសធម្មតាដោយចាប់ផ្ដើមពីសមត្ថភាពនៃការទប់ស្កាត់ការក្អកចង្អោរនិងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរំលាយអាហារប្រយោជន៍ទី1ខ្ញីគេចាត់ទុកជាគ្រូពេទ្យសង្គ្រោះបន្ទាន់ផ្នែករំលាយអាហារគុណប្រយោជន៍កាត់បន្ថយអាការៈក្អកចង្អោរលោកតាលោកយាយដឹងទេថាខ្ញីគឺជាអាវុធសម្ងាត់ដែលត្រូវបានប្រើអស់រយៈពេលរាប់ពាន់ឆ្នាំដើម្បីបំបត្តិការក្អកចង្អោរគុណប្រយោជន៍ដ៏លេចធ្លោបំផុតរបស់ខ្ញីគឺសមត្ថភាពក្នុងការធ្វើឲ្យក្រពះទន់ស្រួលនិងធ្វើឲ្យប្រព័ន្ធរំលាយអាហារមានលំនឹងសូមគិតអំពីស្ថានភាពដែលមិនស្រួលបំផុតចាប់ពីការវិលមុខពេលជិះឡានបែបបុរាណអារម្មណ៍ចាញ់កូនជំទាស់ស្ត្រីមានផ្ទៃពោះរហូតដល់ការចង់ក្អួតបន្ទាប់ពីការវះកាត់ឬព្យាបាលដោយគីមីខ្ញីត្រូវបានបង្ហាញថាមានសមត្ថភាពអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពអាកំបាំងគឺស្ថិតនៅលើសមាសធាតុនៅក្នុងខ្ញីដែលមិនត្រឹមតែជួយសម្រួលប៉ុណ្ណោះទេថែមទាំងជំរុញឲ្យមានការបញ្ចេញទឹកមាត់និងទឹកក្រពះដែលជួយឲ្យដំណើរការរំលាយអាហារមានភាពរលូនគួរឲ្យកត់សម្គាល់ការសិក្សាអន្តរជាតិជាច្រើនបានកត់សម្គាល់ថាគ្រាន់តែខៀក្តៅមួយប៉ែងអាចជាដំណោះស្រាយដ៏សាមញ្ញប៉ុន្តែមានឥទ្ធិពលខ្លាំងក្នុងការកាត់បន្ថយអាការៈចង់ក្អួតដែលមិនស្រួលសម្រាប់អ្នកជំងឺប៉ុន្តែខ្ញីមិនត្រឹមតែជាអ្នកជំនាញប្រឆាំងនឹងការចង់ក្អួតនោះទេវាក៏ជាអ្នកសង្គ្រោះសម្រាប់ប្រព័ន្ធរំលាយអាហារមិនល្អផងដែរនៅពេលដែលបងប្អូនទទួលទានអាហារខ្លាញ់ច្រើនពេកត្រជាក់ពោះឬមានបញ្ហារំលាយអាហារភ្លាមតែខ្ញីទឹកឃ្មុំក្តៅមួយកែវអាចជួយឲ្យពោះវៀនមានភាពទន់ស្រួលភ្លាមកាត់បន្ថយអារម្មណ៍តឹងណែនមិនស្រួលបទពិសោធន៍ប្រជាប្រិយញ៉ាំខ្ញីដុតនៅពេលពោះមិនស្រួលត្រូវបានពន្យល់ដោយវិទ្យាសាស្ត្រថាសារធាតុប្រឆាំងការកន្ត្រាកនៃក្បិនខ្ញីបានធ្វើឲ្យសាច់ដុំរលោងនៃក្រពះទន់ស្រួលពីខ្ញីតូចមួយចំណិតរាងកាយរបស់យើងទទួលបានភាពក្អកក្តៅការគាំទ្រដល់ការរំលាយអាហារនិងកាត់បន្ថយអារម្មណ៍ចង់ក្អួតប្រកបដោយប្រសិទ្ធភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សុខភាពរួមរបៀបប្រើខ្ញីដើម្បីកាត់បន្ថយអាការៈចង់ក្អួតចង្អោរនិងធ្វើឲ្យប្រសើរឡើងនៃការរំលាយអាហារប្រឆាំងការវិលមុខឬចាញ់កូនគ្រាន់តែផឹកតែខ្ញីក្តៅខ្ញីស្រក់ហាន់ជាចំណិតត្រាំក្នុងទឹកក្តៅឬទំពាខ្ញីស្រក់មួយចំណិតប្រសិទ្ធភាពជាធម្មតាបង្ហាញឡើងតែពី3នាទីប៉ុណ្ណោះជំនួយការរំលាយអាហារមិនល្អផឹកតែខ្ញីទឹកឃ្មុំក្តៅមួយកែវបន្ទាប់ពីអាហារដែលមានជាតិខ្លាញ់ច្រើនពេកឬនៅពេលមានអាការៈត្រជាក់ពោះរំលាយអាហារមិនស្រួលដើម្បីឲ្យពោះវៀនមានភាពទន់ស្រួលភ្លាមកាត់បន្ថយអារម្មណ៍តឹងណែនមិនស្រួលគន្លឹះប្រជាប្រិយញ៉ាំខ្ញីដុតនៅពេលពោះមិនស្រួលរួចទំពាយឺតគឺជាគន្លឹះសំខាន់វាជួយឲ្យសារធាតុសកម្មក្តៅរបស់ខ្ញីដែលកាន់តែមានប្រសិទ្ធភាពដោយសារកម្ដៅចេញមកបន្តិចម្ដងជ្រាបចូលតាមមាត់និងបំពង់ករួចទៅដល់ក្រពះតែម្ដងដែលជួយសម្រួលដល់ការកន្ត្រាក់និងអារម្មណ៍មិនស្រួលក្នុងពោះបានយ៉ាងមានប្រសិទ្ធភាពប្រយោជន៍ទី2ការពារឆ្អឹងសន្លាក់និងសាច់ដុំអាក្រមបំបត្តិការឈឺចាប់បែបធម្មជាតិលោកតាលោកយាយភាគច្រើនជួបបញ្ហានេះខ្ញីគឺជាឱសថដ៏មានតម្លៃសម្រាប់អ្នកដែលកំពុងតស៊ូជាមួយការរលាកសន្លាក់
និងការជឿចាប់សាច់ដុំ 1. ទប់ទល់នឹងការរលាកសន្លាក់ជំងឺឆ្អឹងនិងសន្លាក់ជាពិសេសជំងឺរលាកសន្លាក់ឆ្អឹង osteoarthritis តែងតែអំមកជាមួយនឹងការហាមនិងការឈឺចាប់យូរអង្វែងសារធាតុសកម្មសំខាន់ៗដូចជា gingerol និង sogeol ធ្វើសកម្មភាពដូចជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិដែលជួយកាត់បន្ថយការឈឺចាប់និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពក្នុងការធ្វើចលនានៃសន្លាក់ដែលរងផលប៉ះពាល់ខ្ញីធ្វើសកម្មភាពដោយទប់ស្កាត់យ៉ាងខ្លាំងក្លានៅសារធាតុដែលបង្កឲ្យមានការរលាកនៅតំបន់សន្លាក់និងជាលិកាជើងខ្ចី 2. ស្ដារសាច់ដុំឡើងវិញក្រោយពេលធ្វើលំហាត់មិនត្រឹមតែជួយដល់មនុស្សចាស់ប៉ុណ្ណោះទេខ្ញីក៏ជាដៃគូដ៏ល្អសម្រាប់អ្នកហាត់ប្រាណផងដែរអាការៈឈឺសាច់ដុំយូរអង្វែងបន្ទាប់ពីការហ្វឹកហាត់ខ្លាំងធ្វើឲ្យមនុស្សជាច្រើនបាក់ទឹកចិត្តខ្ញីជួយបន្ធូរការឈឺសាច់ដុំដែលបណ្ដាលមកពីការហាត់ប្រាណខ្លាំងជាពិសេសនៅពេលដែលវាត្រូវបានប្រើប្រាស់ជាប្រចាំយន្តការខ្ញីជួយកាត់បន្ថយការខូចខាតនិងការរលាកនៃជាលិកាសាច់ដុំដូច្នេះហើយកាត់បន្ថយពេលវេលានៃការស្ដារឡើងវិញរបៀបប្រើខ្ញីសម្រាប់ឆ្អឹងសន្លាក់និងសាច់ដុំរលាកសន្លាក់ផឹកតែខ្ញីក្តៅឬបន្ថែមខ្ញីទៅក្នុងសម្លឬស៊ុបប្រចាំថ្ងៃដើម្បីធានាការផ្គត់ផ្គង់សារធាតុប្រឆាំងការរលាកជាប្រចាំឈឺសាច់ដុំញ៉ាំតែខ្ញីមុខប៉ែងមុនឬក្រោយពេលហាត់ប្រាណជាប្រចាំដើម្បីជួយដល់ដំណើរការស្ដារឡើងវិញនិងកាត់បន្ថយការឈឺចាប់នៅថ្ងៃបន្ទាប់សរុបមកខ្ញីមិនត្រឹមតែជាគ្រឿងទេសសម្រាប់អាហារប៉ុណ្ណោះទេថែមទាំងជាការព្យាបាលបែបធម្មជាតិដែលជួយកាត់បន្ថយការរលាករ៉ាំរ៉ៃនិងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រព័ន្ធសាច់ដុំនិងឆ្អឹងផងដែរប្រយោជន៍ទី3ជួយឲ្យឆាប់ជាសះស្បើយនិងពង្រឹងភាពស៊ាំខ្ញីជួយបំបត្តិការឈឺចាប់និងប្រឆាំងការរលាកលោកតាលោកយាយនិងបងប្អូនមុននេះយើងបាននិយាយពីខ្ញីជួយស្លាហើយតែឥឡូវយើងនឹងឈានចូលកាន់តែជ្រៅទៅទៀតខ្ញីមានថាមពលក្នុងការបំបត្តិការឈឺចាប់និងប្រឆាំងការរលាករ៉ាំរ៉ៃនេះជាមូលហេតុដែលឱសថបុរាណចាត់ទុកខ្ញីជាឱសថបំបត្តិការឈឺចាប់បែបធម្មជាតិវីរភាពផ្នែកបំបត្តិការឈឺចាប់និងប្រឆាំងការរលាក Heroism in Pain Relief and Anti-Inflammation សមាសធាតុនៅក្នុងខ្ញីមានសមត្ថភាពទប់ស្កាត់អង់ស៊ីនដែលបង្កឲ្យមានការរលាកដូច្នេះហើយជួយបន្ធូរបន្ថយអាការៈហាមនិងឈឺចាប់អ្នកដែលឧស្សាហ៍ឈឺក្បាលឬឈឺកត់សម្គាល់ឃើញការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់នៅពេលផឹកតែខ្ញីក្តៅមួយប៉ែងខ្ញីមិនត្រឹមតែធ្វើឲ្យសរសៃឈាមបន្ធូរអារម្មណ៍ប៉ុណ្ណោះទេថែមទាំងជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាលដូច្នេះហើយការឈឺចាប់នឹងថយចុះយ៉ាងឆាប់រហ័សខែលការពារធម្មជាតិសម្រាប់ភាពស៊ាំ Natural Shield for Immunity ក្រៅពីការបំបត្តិការឈឺចាប់ខ្ញីក៏ត្រូវបានគេចាត់ទុកថាជាខែលការពារធម្មជាតិសម្រាប់ប្រព័ន្ធភាពស៊ាំផងដែរខ្ញីជាមួយនឹងសមត្ថភាពប្រឆាំងការរលាកនិងប្រឆាំងបាក់តេរីត្រូវបានបង្ហាញថាអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគនៅថ្ងៃត្រជាក់តែខ្ញីមួយប៉ែងលាយជាមួយទឹកឃ្មុំឬទឹកក្រូចឆ្មាមួយដំណក់មិនត្រឹមតែធ្វើឲ្យរាងកាយក្តៅប៉ុណ្ណោះទេថែមទាំងជួយប្រឆាំងនឹងជំងឺផ្ដាសាយផងដែរនេះគឺជាវិធីដែលគ្រួសារជាច្រើនបានប្រើប្រាស់ជារៀងរាល់រដូវរងារបៀបប្រើប្រាស់ផឹកតែខ្ញីទឹកឃ្មុំក្រូចឆ្មាក្តៅនៅថ្ងៃត្រជាក់ឬនៅពេលមានសញ្ញាជំងឺផ្ដាសាយអ្វីដែលគួរនិយាយនោះគឺខ្ញីមិនត្រឹមតែជួយទ្រទ្រង់ភាពស៊ាំដែលសារតែអារម្មណ៍ក្តៅស្រួលពោះប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់កម្រិតកោសិកាទៀតផងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្ញីជួយការពារកោសិកាភាពស៊ាំបង្កើនសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណនិងកម្ចាត់ភ្នាក់ងារបង្កជំងឺជួយឲ្យរាងកាយងើបឡើងវិញលឿនវិធីប្រើប្រាស់ខ្ញីដើម្បីបំបត្តិការឈឺចាប់និងបង្កើនភាពស៊ាំសម្រាប់បំបត្តិការឈឺក្បាលផឹកតែខ្ញីក្តៅសុទ្ធមួយពែងឬតែខ្ញីលាយក្រូចឆ្មាភាពក្តៅឧណ្ហជួយបន្ធូរអារម្មណ៍និងបង្កើនលំហូរឈាមសម្រាប់ប្រឆាំងនឹងជំងឺផ្ដាសាយនិងការពារភាពស៊ាំផឹកតែខ្ញីទឹកឃ្មុំក្រូចឆ្មាក្តៅគឺខ្ញីហាន់ចំណិតស្ងោរឬត្រាំក្នុងទឹករួចលាយទឹកឃុំនឹងក្រូចឆ្មានៅពេលអាកាសធាតុត្រជាក់ឬនៅពេលមានសញ្ញាឈឺបំពង់កឬផ្ដាសាយសម្រាប់សម្រួលការឈឺសាច់ដុំអាចប្រើទឹកខ្ញីក្តៅយកខ្ញីបុកពត់យកទឹកលាយទឹកក្តៅមកត្រាំសម្លៃឬក្រណាត់សាតស្អំទៅលើតំបន់សាច់ដុំដែលឈឺចុកចាប់បានប្រយោជន៍ទី4គ្រប់គ្រងជាស្ករគ្រឿងឈាម
ការគ្រប់គ្រងសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី2ចំពោះលោកតាលោកយាយដែលកំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទទី2ការរកឃើញមួយចំនួនពីការស្រាវជ្រាវបែបវិទ្យាសាស្ត្របានផ្ដល់នូវក្តីសង្ឃឹមសារធាតុសកម្មក្នុងខ្ញីជាពិសេសគឺ gingerol មិនត្រឹមតែជាគ្រឿងទេសនោះទេតែវាមានឥទ្ធិពលដូចជាផ្នែកងារដ៏សំខាន់មួយដែលជួយដល់កោសិកាអ្នកមានជំងឺទឹកនោមផ្អែមយោងតាមការសិក្សាបង្កើនភាពប្រែប្រួលនៃ insulin sensitivity ខ្ញីអាចជួយឲ្យរាងកាយប្រើប្រាស់ insulin កាន់តែមានប្រសិទ្ធភាពដោយធ្វើឲ្យកោសិកាឆ្លើយតបកាន់តែល្អចំពោះអរម៉ូននេះនៅពេលកោសិកាមានភាពប្រែប្រួលល្អជាតិស្ករក្នុងឈាមអាចចូលទៅក្នុងកោសិកាបានស្រួលដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាត់បន្ថយជាតិស្ករពេលតមអាហារនិង HbA1c ការប្រើប្រាស់ខ្ញីជាប្រចាំត្រូវបានបង្ហាញថាអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមពេលតមអាហារ fasting blood glucose លើពីនេះវាក៏មានទំនោរជួយកែលម្អសន្ទុះ HbA1c ផងដែរដែលជាមធ្យមជាតិស្ករក្នុងរយៈពេល3ខែចំណាំសំខាន់លោកតាលោកយាយគួរតែចងចាំថាខ្ញីគ្រាន់តែជាអាហារជំនួយប៉ុណ្ណោះមិនមែនជាថ្នាំសម្រាប់ជំនួសការព្យាបាលតាមវេជ្ជបញ្ជាឡើយរបៀបប្រើប្រាស់សម្រាប់គ្រប់គ្រងជាតិស្ករជាទម្លាប់ប្រចាំថ្ងៃបន្ថែមខ្ញីស្រស់មួយចំណិតប្រមាណ2ទៅ4ក្រាមទៅក្នុងម្ហូបអាហារសម្លឬផឹកតែខ្ញីក្តៅមួយប៉ែងបន្ទាប់ពីអាហាររួចទម្លាប់តូចនេះអាចនាំមកនូវអត្ថប្រយោជន៍ដ៏ធំដល់ដំណើរការ metabolism របស់អ្នកការប្រុងប្រយ័ត្នប្រសិនបើលោកតាលោកយាយកំពុងប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករគួរតែប្រឹក្សាជាមួយគ្រូពេទ្យមុននិងបង្កើនការទទួលទានខ្ញីច្រើនពេកដើម្បីជៀសវាងជាតិស្ករចុះទាបពេក hyperglycemia ប្រយោជន៍ទី5គ្រប់គ្រងទម្ងន់ខ្ញីគឺជាជំនួយដ៏ល្អក្នុងការគ្រប់គ្រងទម្ងន់ជាពិសេសចំពោះលោកតាលោកយាយដែលចង់រក្សាទម្ងន់មានលំនឹងឬសម្រក់បន្តិចបន្តួចយន្តការសំខាន់របស់ខ្ញីគឺបង្កើនកម្ដៅក្នុងខ្លួនខ្ញីមានសមត្ថភាពជំរុញឲ្យរាងកាយបង្កើនការដុតបំផ្លាញថាមពលក្នុងពេលរំលាយអាហារនេះមានន័យថារាងកាយដុតបំផ្លាញកាឡូរីកាន់តែច្រើនដែលជាកត្តាជួយដល់ការសម្រស់ទម្ងន់កាត់បន្ថយចំណង់អាហារខ្ញីក៏ជួយបត់អារម្មណ៍ឆ្អាតបានយូរផងដែរដែលកាត់បន្ថយចំណង់អាហារនិងជៀសវាងការញ៉ាំច្រើនពេកពិសេសគឺជួយសម្រួលការឃ្លានអាហារផ្អែមរបៀបប្រើប្រាស់សម្រាប់គ្រប់គ្រងទម្ងន់ពេលព្រឹកផឹកតែខ្ញីទឹកឃ្មុំក្តៅមួយកែវនៅពេលព្រឹកមុនពេលអាហារវាមិនត្រឹមតែធ្វើឲ្យរាងកាយភ្ញាក់រលឹកប៉ុណ្ណោះទេថែមទាំងជួយចាប់ផ្ដើមដំណើរ metabolism សម្រាប់មួយថ្ងៃពេញមុនអាហារជួយឆ្អែតអាចផឹកទឹកខ្ញីស្រស់ឬតែខ្ញីបន្តិចមុនពេលអាហារដើម្បីជួយកាត់បន្ថយបរិមាណអាហារដែលត្រូវទទួលទានប្រយោជន៍ទី6អត្ថប្រយោជន៍សម្រាប់ប្រព័ន្ធសរសៃឈាមបេះដូងខ្ញីមានអត្ថប្រយោជន៍សម្រាប់ប្រព័ន្ធសរសៃឈាមបេះដូងដោយធ្វើឲ្យប្រសើរឡើងនូវលំហូរឈាមកាត់បន្ថយជាតិកូឡេស្តេរ៉ុលអាក្រក់ LDL និងការពារការកកៅកំណត់ឈាមរបៀបប្រើបន្ថែមខ្ញី2ឬ3ចំណិតទៅក្នុងសម្លទឹកស៊ុបឬទឹកជ្រលក់គឺជាវិធីងាយស្រួលដើម្បីការពារបេះដូងជារៀងរាល់ថ្ងៃដូច្នេះចាប់ពីជំងឺទឹកនោមផ្អែមទម្ងន់រហូតដល់បេះដូងខ្ញីបានចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព metabolic សមត្ថភាពការពារនិងទប់ស្កាត់ដ៏ទូលំទូលាយរឿងរ៉ាវអំពីខ្ញីនៅតែបន្តការសិក្សាជាច្រើនបង្ហាញថាខ្ញីមានសមត្ថភាពក្នុងការទប់ស្កាត់ជំងឺគ្រោះថ្នាក់ដូចជាមហារីកនិងការពារការចងចាំរួមទាំងប្រព័ន្ធផ្លូវដង្ហើមផងដែរកាត់បន្ថយហានិភ័យមហារីកសមត្ថភាពប្រឆាំងអុកស៊ីកម្មនិងប្រឆាំងការរលាកនៅក្នុងខ្ញីជាពិសេស gingerol ត្រូវបានបង្ហាញថាមានសមត្ថភាពទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកឧទាហរណ៍ជាមហារីកក្រពេញអូវីយ៉ាពោះវៀនធំក្រពេញប្រូស្តាតការពារខួរក្បាលនិងការចងចាំអរគុណចំពោះសមត្ថភាពប្រឆាំងការរលាកនិងសារធាតុប្រឆាំងអុកស៊ីកម្មខ្ញីមានសមត្ថភាពពន្យឺតដំណើរការនៃការចុះខ្សោយសរសៃប្រសាទដែលជាកត្តានាំឲ្យមានការថយចុះការចងចាំចំពោះមនុស្សចាស់របៀបប្រើទម្លាប់ផឹកតែខ្ញីឬបន្ថែមខ្ញីទៅក្នុងអាហារជួយរក្សាភាពវៃឆ្លាតពេលចាស់ជំនួយប្រព័ន្ធផ្លូវដង្ហើមខ្ញីមានសមត្ថភាពពង្រីកសាច់ដុំផ្លូវដង្ហើមជួយឲ្យទងសួតមានខ្យល់ចេញចូលអ្នកដែលមានជំងឺរលាកទងសួតជំងឺហឺត
หรือประดาสายในពេលផឹកទឹកគ្នាក្តៅតែងតែមានអារម្មណ៍ធូរស្រួលដកដង្ហើមគ្នាក៏ត្រូវបានប្រើរួមគ្នាជាមួយទឹកខ្មុំខ្ទឹមសដើម្បីព្យាបាលក្អកឈឺបំពង់កកាត់បន្ថយភាពតានតឹងនិងការថប់អារម្មណ៍សារធាតុសកម្មក្នុងខ្ញីធ្វើឲ្យប្រព័ន្ធសរសៃប្រសាទស្ងប់ស្ងាត់កាត់បន្ថយការផលិត hormone stress របៀបប្រើតែគ្នាក្រៅមួយប៉ែងបន្ទាប់ពីថ្ងៃវែងមិនត្រឹមតែជួយសម្រាកប៉ុណ្ណោះថែមទាំងធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការគេងផងដែរលោកតាលោកយាយនិងបងអូនជាទីគោរពយើងឃើញហើយថាខ្ញីមិនមែនគ្រាន់តែជាគ្រឿងទេសលម្អក្នុងផ្ទះបាយរបស់យើងទៀតទេប៉ុន្តែវាជាឃ្លាំងឱសថធម្មជាតិដ៏ទូចមួយដែលពោរពេញទៅដោយអំណាចប្រឆាំងការរលាកជួយដល់ការរំលាយអាហារការពារសន្លាក់ថែមទាំងជួយគ្រប់គ្រងជាតិស្ករនិងទម្ងន់ទៀតផងសូមចងចាំថាអត្ថប្រយោជន៍របស់ខ្ញីគឺស្ថិតនៅក្នុងភាពទៀងទាត់និងការប្រើប្រាស់ត្រឹមត្រូវគ្រាន់តែខ្ញីក្តៅមួយប៉ែងឬខ្ញីមួយចំណិតនៅក្នុងសម្លប្រចាំថ្ងៃអាចជាការវិនិយោគដ៏សាមញ្ញបំផុតសម្រាប់សុខភាពដ៏រឹងមាំនិងអាយុវែងរបស់លោកតាលោកយាយគុំទុកឲ្យភាពស៊ាំនឹងខ្ញីធ្វើឲ្យយើងមើលរំលងនូវកំណប់ត្រាប់ដ៏អស្ចារ្យនេះចាប់ផ្ដើមបញ្ចូលខ្ញីទៅក្នុងរបបអាហាររបស់អ្នកនៅថ្ងៃនេះដើម្បីទទួលមានសុខភាពល្អ